ខ្ញុំកណាមិនហ៊ានបញ្ជាក់អំពីធម៌បដិជាប្រគុណទេពីព្រោះបដិជាប្រគុណអ្នកឆ្លើយខ្លួនព្រះអង្គអញ្ចឹងហើយរៀបរាប់បានប្រមាណប្រគុណម្ចាស់ចង់ដឹងរៀបរាប់ខ្លួនព្រះអង្គបន្តទៅទៀតចុះប៉ុន្តែខ្ញុំកណាគ្រាន់តែចង់ប្រាប់ថាអីចេះដែលគេនេះចង់ធ្វើឲ្យកើតទៅជាបុណ្យយ៉ាងច្រើនហ្នឹងគេមានវិធីសម្រាប់ធ្វើបុណ្យដើម្បីឲ្យកើតទៅជាបុណ្យគេធ្វើបុណ្យមាន10របៀបគេហៅថាទានមយៈមួយបុណ្យនឹងកើតពីការឲ្យទានគេហៅថាសីលមយៈពីរបុណ្យនឹងវាកើតពីការសមាទានសិលគេហៅថាភាវនាមយៈ3បុណ្យនឹងវាកើតពីការចម្រើនភាវនាហើយគេហៅថាអបជាយនមយៈនឹង4គេហៅថាបុណ្យនឹងកើតឡើងដោយសារការគោរពការកោតក្រែងអោនលំទោនស្គាល់ចាស់ស្គាល់ទុំហើយគេហៅថាវិយាវចមយៈនឹងជាទី5គេថាបុណ្យកើតឡើងដោយការជួយខ្វល់ខ្វាយជួយខ្នះខ្នែងដូចជាយាយតាមមកធ្វើបុណ្យអញ្ចឹងមានកូនមានចៅផៅសណ្ដានព្រៀងលៀនតតូចតតាចនោះខ្លះក៏មកជួយលាងចានខ្លះក៏មកជួយលាងឆ្នាំងខ្លះក៏មកជួយលាងប៉ាន់លាងពែងខ្លះក៏មកជួយចិត្តបន្លែផ្លែឈើជួយដាំជួយស្លជួយស្លុកថែមប្រហុកថែមអំបិលថែមប៊ីចេងអានឹងហើយគេហៅថាជាអ្នកសុទ្ធតែមកជួយចាត់ចែងមិនតែប៉ុណ្ណោះជាវិយាវចៈអ្នកខ្វល់ខ្វាយបំរើប្រសងរត់តុកទទួលភ្ញៀវនឹងក៏វាកើតបុណ្យដែរទោះបីមានលុយខ្លួនឯងក៏ដោយគ្មានក៏ដោយឲ្យតែមកជួយប៉ុណ្ណេះក៏វាកើតជាបុណ្យនេះទី5ឯទី6គេឲ្យឈ្មោះថាធម្មទេសនាមយៈបុណ្យកើតពីការសម្ដែងធម៌ឲ្យគេស្ដាប់ឬក៏បញ្យលណែនាំឲ្យគេស្ដាប់ណែចៅអើយគេប្រគេនឲ្យចេះណាចៅគេខិតឲ្យចេះគេលើកឲ្យចេះខិតឲ្យចិត្តឲ្យចេះមកណាចៅណានេះគេរៀបអញ្ចេះទៅណាជួយដឹកនាំឲ្យគេធ្វើល្អប៉ុណ្ណឹងក៏វាកើតទៅជាបុណ្យកុសលដែរឯទី7នោះគេហៅថាធម្មសវនមយៈបុណ្យកើតពីការស្ដាប់ធម៌ដោយគោរពហើយបើចាស់បើទុំព្រានបដៅណែនាំមកហើយក៏ស្ដាប់ធម៌យកទទួលពីលោកដោយគោរពសូមបីភិក្ខុសង្ឃក្តីមេត្តាបៃតាក្តីបើសំដែងមកហើយចឹងជួយណែនាំជួយពន្យល់យើងស្ដាប់ដោយគោរពនឹងវាកើតជាបុណ្យដែរញោមឃើញដែរអញ្ចឹងរៀបរាប់តែនឹងពាក់ព័ន្ធនឹងការសម្ដែងធម៌ទេសនានឹងដែរម្ចាស់ទានដែលនិមន្តប្រសង់អង្គធម្មកថាកាចាអញ្ជើញអាចារ្យមកពន្យល់ធម៌អាចារ្យចែងនឹងក៏ឈ្មោះថាអ្នកម្ចាស់ទាននឹងជាអ្នកធ្វើដែរញោមណាជាអ្នកម្ចាស់ទាននឹងធ្វើធម្មទានហើយដល់ពុទ្ធបរិស័ទគាត់មកទទួលស្ដាប់នឹងដែរបានបុណ្យទាំងអស់តែគ្នាហ្នឹងបានបុណ្យទាំងម្ចាស់អ្នកនិមន្តលោកមកទេសនានឹងផងបានបុណ្យអ្នកទាំងអញ្ជើញអាចារ្យមកផងបានបុណ្យទាំងយាយតាដែលមកក្នុងទីនេះផងហ្នឹងក៏សិតតែបានបុណ្យទាំងអស់គ្នាឯចំណែកខាងទី8គេហៅថាបតិទានមយៈបុណ្យកើតពីការចែក